ហេតុតែប្រពន្ធចង់ញ៉ាំប្រហុកខ្ទិះទៅហើយអញ្ចឹងទោះបីជាយប់មិនក៏ដោយក៏នៅតែអាចធ្វើឲ្យប្រពន្ធញ៉ាំបានដែរពេលខ្លះម្យ៉ាងដែរបងប្អូននៅពេលដែលយើងមានប្តីចេះធ្វើម្ហូបបានច្រើនមុខយើងចង់ញ៉ាំអីយើងមិនចាំបាច់ពិបាកធ្វើខ្លួនឯងដូចមុនទេយើងអាចពឹងឲ្យប្តីធ្វើឲ្យបានដែលគ្រាន់តែហៅប្តីយើងមកដល់យើងប្រើកសែភ្នែករៀងសតុនបន្តិចទៅហើយបន្ទាប់មកទៀតយើងនិយាយសម្ដីបែបរៀងទន់ភ្លន់យើងថាបងអូនចង់ញ៉ាំប្រហុកខ្ទិះតែប៉ុណ្ណឹងដឹងតែគាត់ធ្វើឲ្យញ៉ាំហើយឲ្យតែមានគ្រឿងក្រៅគ្រប់ថ្ងៃហ្នឹងធ្វើប្រហុកខ្ទិះញ៉ាំទេប៉ុន្តែអ្នកបញ្ចូលសលេងនេះនិយាយចេញមកដូចធ្វើល្ពៅខ្ទិះញ៉ាំអញ្ចឹងតែពេលខ្លះហ្នឹងក៏ផ្អែមល្ហែមខ្លះទៅកុំឲ្យបងប្អូននឹងចេះថានាងខ្ញុំពេកមានប្តីហើយនៅតែហៅប្តីនឹងពូចុងភៅទៀតមិនដែលឃើញនិយាយភាសាផ្អែមល្ហែមដាក់គ្នាតាមពិតទៅផ្អែមល្ហែមតែរហូតហ្នឹងគាត់ថាមិនដែលបងប្អូនលឺកែលោកបងប្អូនលើសជាតិស្ករអីកាត់ទឹកនោមផ្អែមទៅជាកាត់ជើងកាត់អីពិបាកដោយសារនាងខ្ញុំទៀតឥឡូវផ្អែមល្ហែមប៉ុណ្ណឹងសិនបានហើយដោយសារតែគ្រឿងក្រៅសម្រាប់ធ្វើប្រហុកខ្ទិះរបស់យើងគឺបានត្រៀមរួចរាល់អស់ហើយឥឡូវពូចុងភៅចាប់ផ្ដើមធ្វើតែមុននឹងធ្វើនឹងពូចុងភៅក៏ស្រែកថាយកធុបមួយគាត់មកកងសិនមកបើមិនចឹងទេធ្វើប្រហុកខ្ទិះលេងទៅមុខហើយដោយសារតែនៅផ្ទះនាងខ្ញុំនឹងយប់ឡើងមិនទាន់ទេមូសវាចាប់ផ្ដើមចេញប្រតិបត្តិការបើយើងមានអីការពារទេវាបឺតឈាមយើងអស់ហើយអញ្ចឹងវិធីសាស្ត្រនៅក្នុងការការពារហ្នឹងគឺយើងឲ្យធុបមូស Ranger Stout មកកងហ្នឹងវាអាចការពារយើងបានដល់ទៅ8ម៉ោងគ្មានក្លិនមានផ្សែងតិចគុណភាពគឺខ្លាំងជាងគេ2ដងធុបមូស Ranger Stout ផលិតពីធ្យូងឫស្សីធម្មជាតិវាអត់ធ្វើឲ្យយើងឈួលឆ្លក់ទេនិយាយទៅគឺជាជម្រើសល្អបំផុតសម្រាប់អ្នកដែលអត់ចូលចិត្តក្លិនឬក៏មានបញ្ហាអាឡែស៊ីនឹងក្លិនណាហើយក៏ជាផលិតផលធុបមូសដែលលក់ដាច់ជាងគេនៅក្នុងប្រទេសកម្ពុជាឥឡូវនេះពូចុងភៅក៏ចាប់ផ្ដើមធ្វើប្រហុកខ្ទិះហើយគ្រឿងក្រៅសម្រាប់ធ្វើប្រហុកខ្ទិះហ្នឹងគឺមានដូចជាសាច់ជ្រូក3ជាន់មានស្បែកជ្រូកបន្តិចទៅមានខ្ទឹមសអញ្ច្រាំម្ទេសឆ្អើរអញ្ច្រាំមានប្រហុកមានកសាំងមានត្រប់ញងហើយនិងខ្ទិះដូងសម្រាប់ខ្ទិះដូងគឺយើងប្រើខ្ទិះដូងកំប៉ុងដោយសារពេលដែលយើងធ្វើហ្នឹងល្ងាចដែរហើយចាប់ផ្ដើមធ្វើដូចជាខ្ទង់ម៉ោង6ល្ងាចអញ្ចឹងបើសិនជាយើងកោសដូងទៀតវាចំណាយពេលយូរអញ្ចឹងប្រើខ្ទិះដូងកំប៉ុងហ្មងទៅតាមពិតទៅអត់ត្រូវធ្វើប្រហុកខ្ទិះនឹងញ៉ាំទេដោយសារតែម៉ាក់ក៏ទិញបន្លែទិញអីមកហ្នឹងគឺបំរុងធ្វើតែគ្រឿងញ៉ាំថ្ងៃស្អែកទេតែដោយសារតែនាងខ្ញុំឃើញបន្លែនឹងខ្ចីពេកមានកញ្ឆែតមានសណ្តែកគួរមានតសក់មានត្រប់ហើយត្រប់ហ្នឹងអាត្រប់តូចត្រប់ពងចាបទៀតអញ្ចឹងគាត់តែឃើញបន្លែលក់អីទាំងអស់ហ្នឹងគឺឃ្លានចង់ញ៉ាំហ្មងហើយក៏ប្រាប់ម៉ែថាម៉ែអើយស្អែកហ្នឹងបាច់ធ្វើតែគ្រឿងញ៉ាំទេធ្វើប្រហុកខ្ទិះញ៉ាំល្ងាចហ្នឹងហ្មងទៅហើយប្អូនប្រុសនាងខ្ញុំនេះគេចុះមកពីកោគេរកបាយដល់ទៅពេលមកដល់ប្រហុកខ្ទិះអត់ទាន់ឆ្អិនញ៉ាំបាយកុំទាន់បានដែរអញ្ចឹងគេដាក់មកជូរបដាប្រហុកខ្ទិះថ្ងៃហ្នឹងរៀងស្ទើបន្លែដោយសារតែបន្លែតិចមុខពេកបើសិនជាបានស្នៀតពោតទៅយងចេកអីថែមទៀតគឺថាអូកាន់តែឆ្ងាញ់ប្រហុកខ្ទិះអ្នកតែនាងខ្ញុំនេះបើសិនជាថែមសាច់ត្រីចិញ្ច្រាំចូលដកខ្ទិះដូងចេញហើយដាក់សណ្តែកដីចូលកើតទៅជាទឹកគ្រឿងឆាវិញហើយមានបងប្អូនជាច្រើនដែលគាត់ comment សួររកវីដេអូធ្វើម្ហូបពុំរយៈពេលហ្នឹងនាងខ្ញុំអត់សូវជាបានផុសវីដេអូធ្វើម្ហូបប៉ុន្មានទេនិយាយទៅតាំងពីមានកូនមកវីដេអូម្ហូបយូរបានធ្វើម្ដងអញ្ចឹងថ្ងៃនេះដាក់មកឃ្លីបចោះកុំឲ្យបងប្អូននឹងបាត់យូរពេកឥឡូវនេះប្រហុកខ្ទិះរបស់យើងគឺបានដួសដាក់ចានហើយនិយាយពីថាតំណងខ្លាំងណាស់ស្បែកជ្រូកអីហ្នឹងអូយឆ្ងាញ់ហើយជាមួយនឹងបន្លែខ្ចីដាក់ទៅស្រួយខ្ញោកត្រូវជាងគេហ្នឹងគឺកញ្ឆែតនាងខ្ញុំចូលចិត្តញ៉ាំកញ្ឆែតជាមួយនឹងប្រហុកខ្ទិះមិនថាប្រហុកខ្ទិះមិនថាទឹកគ្រឿងទេកញ្ឆែតហ្នឹងគឺថាលេខ1ហើយពេលញ៉ាំបើសិនជាស្ទើជូរយើងចាំបាច់ក្រូចឆ្មាថែមមួយចំណិតទៀតទៅគឺថាអូយអែមខ្លាំងណាស់បងប្អូនហើយចាប់ដំបងគេហ្នឹងគឺកញ្ឆែតហ្នឹងឡើងឈ្ងុយទ្រុបហ្មងកញ្ឆែតថ្មីបេះមកខ្ចីលហក់កញ្ឆែតដែលយើងញ៉ាំធ្វើជាលក់ឆ្ងាញ់ហ្នឹងគឺកញ្ឆែតដែលមានកផ្លោកសួរតាមត្រង់បងប្អូនឃើញវីដេអូប្រហុកខ្ទិះនេះនៅម៉ោងប្រហែលដែរហើយឃើញហើយឃ្លានចង់ញ៉ាំដែរឬអត់បើសិនជាចង់ញ៉ាំសម្រាប់អ្នកដែលមានគ្រួសារឲ្យគ្រួសារធ្វើឲ្យញ៉ាំដែរទៅតែបើថាអត់ទេធ្វើញ៉ាំខ្លួនឯងតែបើថាខ្ជិលធ្វើញ៉ាំខ្លួនឯងទៅទិញគេស្រាប់តែបើថាធ្វើក៏ខ្ជិលទិញគេក៏ខ្ជិលមិនបាច់ធ្វើអីទាំងអស់អង្គុយមើលនាងខ្ញុំញ៉ាំទៅ
ពេលដែលញ៉ាំក្នុងកាមេរ៉ាតែម្នាក់ឯងទេតែដល់ទៅពេលក្រោយកាមេរ៉ាថែមសមាជិក4-5នាក់ទៀតហើយសមាជិកម្នាក់នេះគាត់មិនមកញ៉ាំទេគឺគាត់មករំខានអ្នកញ៉ាំវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការចំណាយពេលទស្សនាចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ